របៀបប្រើប្រាស់បំពង់ប្លុតគីភ័យបងប្អូនគ្រាន់តែចាំ4ចំណុចសំខាន់ដើម្បីយើងអាចប្រើប្រាស់បំពង់ប្លុតគីភ័យដោយមិនមានការភ័យស្លន់ស្លោឬក៏តក់ស្លុតទី1ដកកន្លឹះសុវត្ថិភាពដែលនៅនឹងកកហ្នឹងវាចេញទៅបាទមុននឹងយើងប្រើដកកន្លឹះសុវត្ថិភាពចេញទី2ទយោនោះបងប្អូនត្រូវតម្រង់ឲ្យចំគោលដៅនៃភ្លើងឬក៏ប្រភពដែលភ្លើងឆេះបាទបន្ទាប់ពីតម្រង់ឲ្យចំគោលដៅហើយចំណុចទី3បងប្អូនច្បាច់កៃវាហ្នឹងនៅនឹងដៃហ្នឹងបាទច្បាច់កៃវាទី4គវីពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងរឿងដែលបងប្អូនត្រូវចងចាំបាទឈោពីលើភ្លើងឈោពីលើខ្យល់នេះតែយើងឈោពីលើខ្យល់កុំឲ្យឈោពីក្រោមខ្យល់តែកាលណាយើងឈោពីក្រោមខ្យល់យើងបាញ់ទៅម្សៅហ្នឹងវាអាចនឹងហុយមកលើយើងវិញហើយបើសិនជាបងប្អូនបាញ់នៅក្នុងបន្ទប់បងប្អូនត្រូវចង្ហទ្វារខាងក្រោយឬក៏ចង្ហបង្អួចជៀសវាងផ្ដាច់អុកស៊ីសែនស្ទះខ្យល់ខ្លួនឯងអញ្ចឹងអាហ្នឹង4ចំណុចសំខាន់ណាបងប្អូនដែលត្រូវចងចាំនៅក្នុងការប្រើប្រាស់បំពង់ប្លុតគីភ័យហើយរបៀបពិនិត្យបំពង់គីភ័យគឺយើងត្រូវពិនិត្យរៀងរាល់ខែត្រូវឆែកឬក៏លក់វារៀងរាល់ខែដើម្បីឲ្យម្សៅនៅខាងក្នុងបំពង់ហ្នឹងវាចលនាបានល្អជៀសវាងនៅពេលដែលយើងយកទៅប្រើម្សៅវាកកបាទពិបាកប្រើអត់កើតសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ទីបញ្ចប់